សួស្តីបងប្អូនទាំងអស់គ្នាចាំងឲ្យនឹងគឺមក review update វីដេអូថ្មីគឺពីដំបូងឡើយគឺយើងអត់ទាន់បានចាក់សាបអីទេបងប្អូនដោយសារតយើងទិញជាមួយនឹងស៊ីម៉ងហើយជួលជាងអាកន្លែងនឹងជួលជាងទេបងអូនអើយអត់ចេះធ្វើខ្លួនឯងហើយគឺអីវ៉ាន់នៅខាងក្រោយជាមួយនឹងហើយគាត់ចាប់ផ្ដើមរៀបជាមួយនឹងអើយរស័យបងប្អូនក្រងរស័យដើម្បីកុំឲ្យបាក់អីចឹងណាត្រុតខាងក្រៅមកគឺនឹងបច្ចេកទេសជាងអីចឹងខ្ញុំអត់សូវដឹងទេបងអូនអើយតែបើពូជាងក៏កំពុងវីបដាហើយទីរបស់ខ្ញុំហ្នឹងគេចាប់ផ្ដើមដើរមកជន់បងប្អូនគេដាក់បោះត្រាមួយសិនហើយគឺដំបងគេថាចាក់សាបធម្មតាទេដោយសារយើងអត់ដល់មានលុយកាក់អីចឹងណាយើងធ្វើតិតតែដល់ពេលចាធ្វើទៅចាបាយកំណត់ចង់អាប់ដេតវាបន្តិចចឹងណាបងប្អូនដោយសារតែតាមពិតអ្នកទិញភាគច្រើនទោះរសជាតិគឺមួយគុណភាពពីរហើយមួយទៀតហ្នឹងគឺគេហៅថាកន្លែងប្រែនណាបងប្អូនទោះបីយើងធ្វើឆ្ងាញ់ក៏ដោយមានមួយច្រើនយ៉ាងណាក៏ដោយគឺតើតាកន្លែងហ្នឹងរៀងប្រែនដែរបានគេចង់ចូលទិញអីចឹងណាដោយសារសម្ដីហ្នឹងខ្ញុំឮពីអតិថិជនរបស់ខ្ញុំម្នាក់បងប្អូនមិនថាអតិថិជនណាពេលខ្លះសាច់ឈាមយើងចោកខ្សែបងប្អូនយើងក៏គេបោះសម្ដីបែបហ្នឹងមកកាន់យើងដែរក៏តែអ្វីដែលយើងឈឺចាប់គឺយើងយកសម្ដីរបស់គេការឈឺចាប់ទាំងប្រមាណយកមកទុកជាមេរៀនព្រោះអីយើងផ្ដើមពីបានដៃទៅទេផ្ដើមពីបានដៃសូន្យអញ្ចឹងយើងគឺធ្វើម្ដងបន្តិចកុំខ្វល់ពីសម្ដីអ្នកដទៃសំខាន់គឺខ្លួនយើងដាក់គោលដៅខ្លួនឯងថ្ងៃហ្នឹងយើងធ្វើបន្តិចថ្ងៃក្រោយបន្តិចព្រោះយើងត្រូវតែយកសម្ដីរិះគន់របស់គេយកមកអភិវឌ្ឍនិងគេហៅថាឲ្យខ្លួនឯងអាប់ដេតទៅមុខអីចឹងណាបងប្អូនដោយសារតែពេលខ្លះខ្ញុំអត់ចូលចិត្តនិយាយច្រើនទៅកាន់អ្នកដែលថាខ្ញុំឯងតែខ្ញុំចូលចិត្តបញ្ចេញទង្វើដូចជាការនិយាយរបស់ពួកគាត់ថាកន្លែងយើងអត់អាប់ដេតកន្លែងយើងអត់ហៃសូអីចឹងណាបងប្អូនតែសម្រាប់ខ្ញុំគឺអត់ទេខ្ញុំនឹងព្យាយាមធ្វើសកម្មភាពច្រើនជាងនិយាយព្រោះពេលខ្លះការនិយាយរបស់យើងវាមានប្រយោជន៍សម្រាប់អ្នកគេរិះគន់យើងទេអញ្ចឹងខ្ជិលហ្មងទៅបងប្អូនហើយការខ្ញុំបើកលក់ដំបងក៏មានអ្នកថាខ្ញុំដែរខ្ញុំលក់អញ្ចេះទៅអញ្ចឹងតែឥឡូវគឺខ្ញុំអភិវឌ្ឍបានប៉ុណ្នេះហើយបងប្អូនពិតជាសប្បាយចិត្តសម្រាប់ខ្លួនឯងហើយនេះគឺជាសកម្មភាពមួយជូនទៅអ្នកដែលបានថាខ្ញុំកន្លងមកតាមពិតមិនចង់និយាយបែបហ្នឹងឯនាំឲ្យវីដេអូរបស់យើងអត់សូវសប្បាយបងប្អូនតែតាមពិតគឺអ្នករស់ស៊ីតែទៅជួប